Nơi xã mai muối, nơi phum sọc mùi nút, miên cho ngư ở xăm tờ rộp ở riêng bạn. Hai thưa oi vụ nẹ sọc nơi thì nút, trâu xâm rạch chất nôm khnia, chạm tranh bí sọc phum đàm bấy. Kích bí chung ngư ở xăm tờ rộp đại trông riêng bạn nút.ដោយសារតែសម័យនោះមិនមានការព្យាបាលសម្បូរបែបនោះទេបើសិនជាពួកគេមិនសម្រេចចិត្តចាកចេញទេពួកគេនឹងត្រូវឆ្លងជំងឺអាសន្នរោគស្លាប់អស់ជាមិនខានឡើយដូច្នេះពួកគេត្រូវតែសម្រេចចិត្តចាកចេញពីភូមិស្រុករបស់ខ្លួនដើម្បីស្វែងរកទីកន្លែងរស់នៅផ្សេងទៀតទោះបីជាពួកគេមិនចង់ចាកចេញពីស្រុកភូមិរបស់ខ្លួនក៏ដោយក្នុងនោះផងដែរក៏មានប្តីប្រពន្ធនិងកូនតូចមួយក៏បានចាកចេញពីស្រុកភូមិរបស់ខ្លួនផងដែរពួកគេបានយកស្បៀងអាហារនិងរបស់របរប្រើប្រាស់មួយចំនួនដើម្បីធ្វើដំណើរចាកចេញទៅរកទីកន្លែងរស់នៅថ្មីដើម្បីគេចចេញពីជំងឺអាសន្នរោគនេះនៅពេលដែលពួកគេធ្វើដំណើរយូរទៅក៏បានអស់កម្លាំងហើយក៏អស់ស្បៀងអាហារផងដែរពួកគេបានចោលរបស់របរសម្ភារៈខ្លះហើយប្តីក៏គិតថានឹងត្រូវទុកកូនចោលនៅក្នុងព្រៃនេះហើយដោយសារតែមិនអាចមានកម្លាំងពោកូនបន្តទៅទៀតបានទេតែប្រពន្ធមិនយល់ព្រមឡើយប្តីក៏ឲ្យប្រពន្ធដើរទៅខាងមុខហើយខ្លួនក៏ទុកកូនចោលទៅពេលដែលប្រពន្ធងាកមកវិញមិនឃើញកូនក៏មានការស្ដាយស្រណោះនិងយំសោកសៅហើយក៏រត់ទៅរកកូនវិញហើយក៏ធ្វើដំណើរបន្តទៅមុខទៀតដោយពួកគេផ្លាស់ប្ដូរគ្នា3កូនម្នាក់ម្ដងនៅពេលដែលដើរបានមួយរយៈទៅប្តីក៏ធ្វើដូចមុនទៀតទុកកូនចោលទៀតហើយប្រពន្ធក៏ត្រឡប់ទៅយកវិញអស់ជាច្រើនដងស្រាប់តែលើកចុងក្រោយពេលដែលប្រពន្ធរត់ទៅរកកូនទៀតកូននោះក៏ដាច់ខ្យល់ស្លាប់អត់ទៅហើយប្រពន្ធមានការសោកសៅយំស្ដាយជាខ្លាំងប៉ុន្តែមិនអាចធ្វើអ្វីបានទេក៏ទុកកូនចោលទៅហើយក៏ធ្វើដំណើរបន្តទៅមុខទៀតរហូតដល់ភូមិស្រុកមួយបានទៅដល់ផ្ទះសេដ្ឋីមួយដែលចិញ្ចឹមគោយកទឹកដោះហើយសេដ្ឋីនោះក៏មានចិត្តអាណិតប្តីប្រពន្ធក៏ឲ្យអាហារពីចំណែកទៅប្តីប្រពន្ធនោះដោយសេដ្ឋីមិនហ៊ានឲ្យអាហារច្រើនទេក្រែងលោពួកគេញ៉ាំច្រើនពេកនិងអាហារមិនរលាយដោយសារអត់អាហារយូរថ្ងៃផងប្រពន្ធគិតថាខ្លួនជាស្រីមិនត្រូវការបរិភោគអាហារច្រើនទេអញ្ចឹងហើយក៏ឲ្យចំណែកខ្លួនដល់ប្តីផងប្តីក៏បរិភោគអាហារច្រើនពេកលុះពេលយប់ឡើងគាត់ក៏សម្រាកទៅដោយសារតែគាត់បរិភោគអាហារច្រើនពេកហើយអាហារមិនរលាយបានល្អដោយសារតែអត់អាហារយូរថ្ងៃផងនោះគាត់ក៏បានស្លាប់ទៅមុននឹងស្លាប់គាត់បាននឹកដល់ឆ្កែរបស់លោកសេដ្ឋីដែលមានអាហារល្អហើយនឹងភេជ្ជៈដ៏ស្អាតថ្លៃជាងនេះផងដែរគាត់ក៏មានការច្រណែននឹងវាសនារបស់ឆ្កែដែលឆ្កែគឺមានសំណាងជាងគាត់ដែលឆ្កែបានបរិភោគអាហារល្អហើយមានភេជ្ជៈថ្លៃម្ចាស់ស្រឡាញ់ផងដែរបុរសជាប្តីក៏បានទៅចាប់បដិសន្ធិនៅក្នុងពោះរបស់មេឆ្កែបានកើតមកជាកូនឆ្កែស្អាតហើយនឹងឆ្លាតផងដែរកូនឆ្កែដែលឆ្លាតនោះគឺត្រូវបានលោកសេដ្ឋីជាម្ចាស់ស្រឡាញ់ខ្លាំងហើយលោកសេដ្ឋីក៏មានប្រក្រតីនិមន្តព្រះបច្ចេកពុទ្ធមកទទួលចង្ហាន់ជាប្រក្រតីផងដែរហើយលោកសេដ្ឋីក៏បានផ្ដាំនឹងព្រះបច្ចេកពុទ្ធថាបើពេលណាគាត់មានពីការរវល់មិនបានទៅនិមន្តព្រះបច្ចេកពុទ្ធដល់ទេគាត់នឹងប្រើឆ្កែឲ្យមកនិមន្តព្រះបច្ចេកពុទ្ធជំនួសព្រះបច្ចេកពុទ្ធក៏មិនប្រកាន់ឡើយក៏ទទួលយកយកពាក្យរបស់សេដ្ឋីទៅនៅពេលដែលលោកសេដ្ឋីមានកិច្ចការរវល់ក៏ប្រាប់ឆ្កែឲ្យឆ្កែទៅនិមន្តព្រះបច្ចេកពុទ្ធជំនួសឆ្កែឮហើយក៏ស្គាល់នៅកន្លែងរបស់ព្រះបច្ចេកពុទ្ធហើយក៏ទៅនិមន្តព្រះបច្ចេកពុទ្ធដោយព្រោះជាសញ្ញាថាលោកសេដ្ឋីបាននិមន្តព្រះបច្ចេកពុទ្ធទៅទទួលផាត់ហើយព្រះបច្ចេកពុទ្ធដឹងការក៏មកតាមឆ្កែនិមន្តនោះទៅហើយព្រះបច្ចេកពុទ្ធចង់សាកល្បងបញ្ញារបស់ឆ្កែក៏លោកធ្វើជានិមន្តទៅទិសផ្សេងដែលមិនត្រូវផ្លូវទៅផ្ទះរបស់លោកសេដ្ឋីទេហើយឆ្កែក៏រត់ទៅវាំងផ្លូវដើម្បីឲ្យព្រះបច្ចេកពុទ្ធមកនិមន្តទៅផ្លូវវិញពេលខ្លះព្រះបច្ចេកពុទ្ធក៏បាននិមន្តទៅខុសផ្លូវហើយក៏មិនមកតាមឆ្កែទេឆ្កែក៏ចាប់ទាញស្បង់របស់ព្រះបច្ចេកពុទ្ធដើម្បីមកឲ្យត្រូវផ្លូវវិញពេលព្រះបច្ចេកពុទ្ធនិមន្តទៅជាមួយឆ្កែក៏ព្រុសនេះព្រុសនោះព្រុសលិចព្រុសកើតដើម្បីដេញសត្វសាហាវផ្សេងដែរចង់មកយាយីចំពោះព្រះបច្ចេកពុទ្ធដោយសារតែឆ្កែគឺស្រឡាញ់ព្រះបច្ចេកពុទ្ធខ្លាំងណាស់លុះដល់ពេលដែលព្រះបច្ចេកពុទ្ធមានកិច្ចការត្រូវលាលោកសេដ្ឋីចាកចេញទៅឆ្កែក៏មានការសោកសៅជាខ្លាំងនៅពេលដែលព្រះបច្ចេកពុទ្ធនិមន្តទៅបាត់ឆ្កែក៏នឹកអាឡោះអាល័យនិងខូចចិត្តជាខ្លាំងហើយក៏បានព្រុសដេញតាមព្រះបច្ចេកពុទ្ធរហូតដល់ស្លាប់ទៅហើយក៏បានបដិសន្ធិជាទេវបុត្រនៅឯស្ថានសួគ៌ទេវបុត្រនោះមានឈ្មោះថាកោសកៈទេវបុត្រដោយសារតែទេវបុត្រមានបុណ្យដែលបានព្រុសដេញសត្វផ្សេងដើម្បីការពារព្រះបច្ចេកពុទ្ធហើយទេវបុត្រនោះក៏មានសម្លេងល្អហើយរស់នៅសោយសុខនៅស្ថានសួគ៌មានវិមានស្រស់ស្អាតមានទេពធីតាមានសួនច្បាររស់នៅស្ថានសួគ៌ប្រកបដោយក្តីសុខ
ចំណែកឯប្រពន្ធរបស់កុសកៈទេវបុត្រនោះក៏បានធ្វើបុណ្យជាមួយនឹងព្រះបច្ចេកពុទ្ធផងដែរហើយប្រពន្ធរបស់ទេវបុត្រកុសកៈនោះនៅពេលដែលស្លាប់ទៅក៏បានទៅសោយសុខនៅស្ថានសួគ៌ដូចគ្នាដោយសារថានាងបានធ្វើបុណ្យជាមួយនឹងព្រះបច្ចេកពុទ្ធប្រពន្ធរបស់កុសកៈទេវបុត្របានអស់ជីវិតទៅក៏បានទៅសោយសុខនៅឋានសួគ៌ខ្លាចជាទេពធីតាមានសម្រស់ស្រស់ស្អាតប្រកបដោយវិមានសិរីសួស្តីដ៏ល្អប្រសើរផងដែរកុសកៈទេវបុត្រនៅសោយសុខនៅឋានសួគ៌មិនបានយឺនយូរប៉ុន្មានទេដោយសារថាការធ្វើបុណ្យរបស់កុសកៈទេវបុត្រមិនបានច្រើនហើយក៏មិនបានរក្សាសិលដោយសារតែជាសត្វដេរឆានក៏មិនមានបុណ្យច្រើនប៉ុន្មានទេហើយណាមួយរវល់តែសប្បាយរីករាយភ្លេចហូបអាហារដោយសារតែនៅឋានសួគ៌ក៏គេហូបអាហារដែរតែគេហូបអាហារមួយឆ្នាំម្ដងអញ្ចឹងកុសកៈទេវបុត្ររវល់តែសោយសុខក៏តិចហូបអាហារហើយក៏សយប់ចុះមកនៅក្នុងផ្ទៃរបស់ស្ត្រីពេស្យាឬក៏ស្ត្រីរកស៊ីផ្លូវភេទហើយស្ត្រីរកស៊ីផ្លូវភេទបើសិនជាកូនស្រីគេនឹងទុកចិញ្ចឹមកូនស្រីនោះដើម្បីប្រកបមុខរបរបន្តទៀតគឺប្រកបមុខរបរដូចជាម្ដាយដែរបើសិនជាកូនប្រុសនោះគេនឹងយកទៅបោះបង់ចោលដោយសារថាបាបរបស់កុសកៈនោះគាត់បានបោះបង់ចោលកូនដូច្នេះហើយស្ត្រីពេស្យានោះគ្រាន់តែឮថាជាកូនប្រុសក៏ឲ្យគេយកកុសកៈទៅបោះបង់ចោលនៅឯផ្លូវរទេះកុសកៈនោះដោយសារតែខ្លួនមានបុណ្យដែលការពារព្រះបច្ចេកពុទ្ធនោះក៏មិនមានអ្វីមកយាយីនៅកុមារកុសកៈនោះបានទេហើយកុមារកុសកៈនោះក៏ត្រូវបានការពារដោយមេពពែហើយនឹងបានបើកដោះមេពពែផងដែរមិនយូរប៉ុន្មានក៏មានអ្នកស្រុកឃើញកុមារនោះហើយក៏រើសយកទៅចិញ្ចឹមថ្លែងពីលោកសេដ្ឋីធំមួយដែលនៅក្នុងស្រុកភូមិនោះគាត់ក៏បានទាយជើងលេខថាអ្នកណាដែលកើតនៅថ្ងៃនោះនឹងត្រូវបានជាសេដ្ឋីធំនៅក្នុងតំបន់នោះផងដែរហើយសេដ្ឋីក៏ស៊ើបសួរមើលទៅថាមានកុមារណាមួយដែលកើតនៅថ្ងៃនោះព្រោះប្រពន្ធលោកសេដ្ឋីក៏មានក៏ដែរប៉ុន្តែមិនបានកើតនៅថ្ងៃនោះទេគាត់ស៊ើបសួរទៅក៏ដឹងថាកុមារកុសកៈកើតនៅថ្ងៃនោះហើយគាត់ក៏បានទៅទិញយកកុមារកុសកៈពីអ្នកដែលរើសបានដែលបំរុងថាបើសិនជាកូនគាត់ជាកូនស្រីនឹងសពគង់ឲ្យបានជាប្តីប្រពន្ធប៉ុន្តែក្រោយមកប្រពន្ធរបស់លោកសេដ្ឋីគឺមិនបានបង្កើតកូនស្រីទេគឺគាត់កើតកូនប្រុសដូចគ្នាអញ្ចឹងហើយលោកសេដ្ឋីក៏បានមានគម្រោងការយកកុមារកុសកៈទៅបោះបង់ចោលម្ដងទៀតពីលើជួរភ្នំតែម្ដងលើកនេះគឺដើម្បីឲ្យកុសកៈស្លាប់ទៅកូនរបស់លោកសេដ្ឋីគឺនឹងបានក្លាយទៅជាសេដ្ឋីធំនៅក្នុងតំបន់នោះប៉ុន្តែដោយសារតែអាយុរបស់កុសកៈគឺមិនងាយអស់ទេអញ្ចឹងហើយនៅពេលដែលគេបោះពីលើជួរទៅក៏បានទៅលើរបស់របរដែលជាដំណាញបានចោលនៅទីនោះដល់ពេលចោលច្រើនទៅក៏វាคล้ายទៅជាចាក់ស្មុកជាប់គ្នាហើយក៏ទៅរកនៅលើនឹងតែម្ដងបន្ទាប់មកក៏មានគេរើសបានទៀតហើយរើសកុសកៈទៅចិញ្ចឹមបន្តទៀតហើយលោកសេដ្ឋីក៏បានទៅស៊ើបសួរទៀតហើយថាកុសកៈស្លាប់ហើយនៅក៏បានដឹងថាមានគេរើសបានទៀតហើយលោកសេដ្ឋីក៏យកប្រាក់ទៅលាស់មកទៀតអញ្ចឹងហើយលោកសេដ្ឋីមានបំណងបោះបង់កុមារកុសកៈចោលជាច្រើនដងដើម្បីឲ្យស្លាប់ប៉ុន្តែកុមារកុសកៈគឺមិនបានស្លាប់អស់ជាច្រើនដងគឺមានហេតុការណ៍ដែលត្រូវបានគេជួយរហូតអញ្ចឹងលោកសេដ្ឋីក៏យកប្រាក់ទៅលាស់អស់ជាច្រើនដងផងដែរបន្ទាប់មកគាត់ក៏ចិញ្ចឹមកុសកៈសិនរហូតដល់មានវ័យជំទង់មានវ័យ10ឆ្នាំជាងអីចឹងហើយក៏គាត់មានបំណងយកកុសកៈទៅសម្រាប់ម្ដងទៀតគឺគាត់មានអាការតាំងចិត្តថាសម្រាប់កុសកៈហ្នឹងរហូតក៏ដោយសារតែកម្មរបស់កុសកៈបោះបង់ចោលកូនអស់ជាច្រើនដងអញ្ចឹងគេក៏យកកុសកៈទៅចោលអស់ជាច្រើនដងដូចគ្នាប៉ុន្តែដោយបុណ្យរបស់កុសកៈការពារព្រះបច្ចេកពុទ្ធក៏មិនត្រូវបានស្លាប់ដោយសារគេបោះបង់ចោលនោះទេទឹកនេះសេដ្ឋីមានគម្រោងការថានឹងផ្ដាំផ្ញើជាមួយស្មូនឆ្នាំងថាបើមានកុមារណាដែលមកស្នើសុំខ្ចីអ្វីមួយគឺថាឲ្យយកកុមារនឹងដុតចោលចុះហើយលោកសេដ្ឋីក៏បានប្រើកុសកៈឲ្យទៅខ្ចីរបស់របរអ្វីមួយពីស្មូនឆ្នាំងនោះហើយនៅពេលដែលកុសកៈដើរទៅតាមផ្លូវក៏ជួបជាមួយនឹងកូនបង្កើតរបស់លោកសេដ្ឋីដែលជាប្អូនរបស់កុសកៈហើយប្អូនរបស់កុសកៈដែលជាកូនបង្កើតរបស់លោកសេដ្ឋីនោះគឺលេងល្បែងភ្នាល់តែលេងមិនឈ្នះគេទេអញ្ចឹងហើយបានស្នើឲ្យកុសកៈលេងជំនួសកុសកៈក៏ប្រាប់ថាបងលេងមិនបានទេព្រោះមានពេជ្រដែលលោកពុកប្រើឲ្យទៅខ្ចីរបស់ពីស្មូនឆ្នាំងអញ្ចឹងហើយកូនបង្កើតរបស់លោកសេដ្ឋីក៏ស្នើខ្លួនដើម្បីទៅជំនួសបងដើម្បីបងលេងឲ្យឈ្នះគេឲ្យខ្លួនអញ្ចឹងណាអញ្ចឹងហើយកុសកៈក៏យល់ព្រមគ្រាន់តែពេលដែលប្អូនរបស់កុសកៈគឺកូនបង្កើតរបស់លោកសេដ្ឋីហ្នឹងទៅដល់ស្នើសុំរបស់របរស្នើសុំខ្ចីរបស់របរហើយស្មូនឆ្នាំងនោះក៏យកកូនបង្កើតរបស់លោកសេដ្ឋីដុតនៅក្នុងភ្លើងស្មូនដែលស្មូនឆ្នាំងទៅភ្លើងគេដុតឆ្នាំងហើយកុសកៈរងចាំប្អូនមិនឃើញប្អូនត្រឡប់មកសោះរងចាំដល់យូរទៅក៏កុសកៈនោះក៏ត្រឡប់ទៅផ្ទះវិញដោយសារមិនឃើញប្អូនត្រឡប់មកវិញនៅពេលដែលលោកសេដ្ឋីឃើញកុសកៈត្រឡប់មកវិញលោកសេដ្ឋីក៏ឆ្ងល់ហើយមិនភ្ញាក់ផ្អើលថាហេតុអ្វីក៏កុសកៈមិនទាន់ស្លាប់ទៀតហើយក៏សួរនាំទៅទើបដឹងរឿងថាបានឲ្យកូនបង្កើតរបស់លោកសេដ្ឋីនឹងទៅជំនួសចឹងទៅលោកសេដ្ឋីក៏មានការតក់ស្លុតជាខ្លាំងដោយគាត់ចង់សម្លាប់កុសកៈតែបែរជាស្លាប់កូនរបស់ខ្លួនឯងទៅវិញចឹងគាត់ក៏មានការសោកសៅមានការតក់ស្លុតរត់ដួលយ៉ាងខ្លាំងតែកុសកៈនឹងក៏អត់ដឹងថាគេចង់សម្លាប់ខ្លួនឯងដែរហើយលោកសេដ្ឋីគាត់ក៏ពិបាកចិត្តខ្លាំងណាស់តែក៏គាត់ក៏មិនដឹងធ្វើយ៉ាងម៉េចដែរព្រោះកូនរបស់គាត់បានស្លាប់ហើយគាត់ក៏ចិញ្ចឹមកុសកៈបន្តទៀតទៅ
ហើយគាត់ចិញ្ចឹមខុសសកៈនោះគឺគាត់មិនបានប្រាប់អ្វីទេខុសសកៈក៏មិនដឹងថាលោកសេដ្ឋីមិនមែនជាឧបករណ៍របស់ខ្លួនដែរតែដោយសារតែគាត់ស្អប់ខុសសកៈហើយក៏មិនបានឲ្យខុសសកៈរៀនសូត្រអក្សររៀនអីដែរគឺគ្រាន់តែទុកសម្រាប់ប្រើការគឺទុកខុសសកៈហ្នឹងគឺសម្រាប់ប្រើការតែប៉ុណ្ណោះមិនបានឲ្យរៀនសូត្រអ្វីទេព្រោះគាត់មិនបានឆ្លាញ់ខុសសកៈទេគឺមានតែបំណងចង់សម្រាប់ខុសសកៈប៉ុណ្ណោះហើយបន្ទាប់មកខុសសកៈក៏ធំពេញវ័យពេញរូបពេញរាងហើយបន្ទាប់មកក៏លោកសេដ្ឋីនៅតែមានបំណងចង់សម្រាប់ខុសសកៈទៀតលើកនេះគឺរៀបផែនការទៀតដើម្បីសម្រាប់ខុសសកៈម្ដងទៀតហើយគាត់ក៏បានសរសេរសម្បត្តិចុចមេដើម្បីឲ្យខុសសកៈហ្នឹងគឺបញ្ជូនសម្បត្តិទៅឲ្យមិត្តភក្តិរបស់គាត់ដែលជាសេដ្ឋីតូចនៅឯស្រុកឆ្ងាយឬក៏ក្រុមពីរដែលជាសេដ្ឋីស្រុកស្រែអញ្ចឹងតែក៏ជាអ្នកគាត់ក៏ជាអ្នកមានគុណរបស់សេដ្ឋីតូចនឹងដែរក្រុមពីរព្រោះលោកសេដ្ឋីដែលឪពុកចិញ្ចឹមរបស់ខុសសកៈហ្នឹងគាត់ជាសេដ្ឋីធំហើយគាត់ក៏បានប្រែឲ្យខុសសកៈហ្នឹងយកសម្បត្តិចុចម៉ាយដើម្បីទៅប្រគល់ឲ្យសេដ្ឋីនៅស្រុកឆ្ងាយនៅស្រុកស្រែនោះនៅពេលដែលទៅដល់ហើយខុសសកៈមានការហត់នឿយក៏បានគេងលងលក់ទៅហើយគេងលងលក់អត់ដឹងខ្លួនអត់ដឹងអីទេតែនៅក្នុងសម្បត្តិនោះគឺលោកសេដ្ឋីបានសរសេរថាបើខុសសកៈទៅដល់ពេលណាគឺត្រូវសម្រាប់ខុសសកៈចោលនៅពេលនោះប៉ុន្តែថ្លែងពីកូនក្រមុំរបស់លោកសេដ្ឋីដែលជាអតីតជាតិរបស់ប្រពន្ធគាត់ដែលថាដើរផ្លូវឆ្ងាយអត់ឃ្លានជាមួយគ្នាហើយដើម្បីកូនជាមួយគ្នាហ្នឹងគឺជាអតីតប្រពន្ធរបស់ខុសសកៈនៅជាតិមុនអញ្ចឹងហើយកូនក្រមុំរបស់លោកសេដ្ឋីហ្នឹងហើយគ្រាន់តែឃើញខុសសកៈភ្លាមក៏មានចិត្តស្រឡាញ់អាណិតអញ្ចឹងណាហើយតែពេលឃើញគេអីអញ្ចឹងក៏ទៅលួចមើលថ្នាក់មានសម្បត្តិហ្នឹងហើយដោយសារខុសសកៈគាត់អត់ចេះអក្សរទេអត់ដឹងគេចេះថាម៉េចទេនៅពេលដែលកូនក្រមុំសេដ្ឋីឃើញហើយថាលោកសេដ្ឋីចង់សម្លាប់ខុសសកៈហើយក៏មានចិត្តអាណិតហើយបដូរសម្បត្តិនោះទៅជាឲ្យខុសសកៈហ្នឹងរៀបការជាមួយនឹងកូនក្រមុំរបស់លោកសេដ្ឋីហើយលោកសេដ្ឋីហ្នឹងក៏សប្បាយចិត្តដោយសារតែលោកសេដ្ឋីហ្នឹងក៏ជាអ្នកមានគុណរបស់គាត់ផងដែរលោកសេដ្ឋីធំហ្នឹងគឺជាអ្នកមានគុណរបស់លោកសេដ្ឋីនៅស្រុកស្រែស្រុកឆ្ងាយហ្នឹងផងដែរគាត់ក៏សំគមឲ្យខុសសកៈរៀបការជាមួយនឹងកូនស្រីរបស់គាត់ទៅហើយពួកគេក៏រស់នៅជាមួយគ្នាសុខសាន្តបានមួយរយៈពេលហើយពួកគេរស់នៅទីនោះសុខសាន្តបានមួយរយៈពេលទៅរយៈពេលក្រោយមកក៏បានដំណឹងថាលោកសេដ្ឋីដែលជាឪពុកចិញ្ចឹមរបស់ខុសសកៈហ្នឹងគឺគាត់បានឈឺធ្ងន់ហើយអញ្ចឹងហើយប្តីប្រពន្ធគាត់ក៏និយាយគ្នាថានឹងទៅផ្ទះលោកសេដ្ឋីធំវិញដើម្បីនឹងទៅមើលឪពុកដោយខុសសកៈអត់ដឹងទេថាគេចង់សម្លាប់ហើយក៏មិនដឹងថាជាឪពុកចិញ្ចឹមដែរស្មានតែជាឪពុកបង្កើតរបស់ខ្លួនហើយក៏ពីអ្នកប្តីប្រពន្ធក៏ធ្វើដំណើរទៅទីក្រុងគឺផ្ទះលោកសេដ្ឋីធំវិញនៅពេលនោះលោកសេដ្ឋីធ្លាក់ខ្លួនឈឺហើយនិយាយខ្សើគឺមិនចង់លឺអញ្ចឹងណាដោយសារប្រពន្ធលោកដោយសារប្រពន្ធរបស់ខុសសកៈនោះដឹងថាលោកសេដ្ឋីនោះគឺចង់សម្លាប់ខុសសកៈដូច្នេះហើយនៅពេលដែលលោកសេដ្ឋីចង់និយាយផ្ដាច់ផ្ដាំហ្នឹងគឺដឹងថាលោកសេដ្ឋីនឹងមិនអោយទ្រព្យសម្បត្តិទៅខុសសកៈទេអញ្ចឹងហើយប្រពន្ធហ្នឹងក៏ធ្វើជាតនរួនហើយនឹងឲ្យទៅជាស្ដាប់លោកសេដ្ឋីនិយាយខ្សើអត់មានណាលឺអញ្ចឹងណាហើយក៏ធ្វើជាស្ដាប់ហើយងក់ក្បាលអញ្ចឹងទៅលោកសេដ្ឋីថានឹងមិនអោយទ្រព្យសម្បត្តិទាំងអស់ទៅខុសសកៈទេប៉ុន្តែប្រពន្ធរបស់ខុសសកៈហ្នឹងគឺជារួនទៅលោកសេដ្ឋីហ្នឹងក៏ដាច់ខ្យល់ទៅហើយក៏បានធ្វើជាអន្តរជាតិស្ដាប់ហើយក៏បានប្រាប់ថាលោកសេដ្ឋីបានផ្ដាំថាទ្រព្យសម្បត្តិនោះគឺឲ្យខុសសកៈទាំងអស់អញ្ចឹងណាហើយក៏ពួកគេក៏បានរស់នៅសុខសាន្តមានទ្រព្យសម្បត្តិច្រើនខ្លាចជាសេដ្ឋីធំគឺពិតជាដូចពាក្យហោរាទាយទស្សទាយមែនថាខុសសកៈដែលកើតនៅថ្ងៃនោះគឺថានឹងបានខ្លាយទៅជាសេដ្ឋីធំក្នុងតំបន់នោះគឺពិតជាទាយជុតមែនសម័យមុននោះគឺការទស្សទាយរបស់គេហ្នឹងក៏ពេលខ្លះក៏ជុតដែរអញ្ចឹងណាតែវាមិនមែនថាជុតទាំងអស់គ្រប់រឿងទេអញ្ចឹងហើយពីអ្នកប្តីប្រពន្ធក៏រស់នៅដោយសុខសាន្តហើយក៏ខ្លាចពីខុសសកៈក៏ជាឧបាសកម្នាក់ដែរទំនុកបំរុងព្រះពុទ្ធសាសនាផងដែរហើយក្រោយពេលដែលពួកគេបានជួបព្រះសម្មាសម្ពុទ្ធហើយបានទំនុកបំរុងព្រះពុទ្ធសាសនាជាឧបាសកដ៏ល្អមួយរូបផងដែរហើយបន្ទាប់មកក្រោយពីពួកខុសសកៈស្ដីនិងប្រពន្ធលាចាកលោកទៅក៏បានទៅកាន់សៅសឹកនៅស្ថានសួគ៌ផងដែរ